បាទគ្រប់នឹងជម្រាបសួរពុកម៉ែបងប្អូនហ្នឹងកដោបត្រង់មួយនេះដែរវាអាយុវាបាន9ថ្ងៃនេះហីអញ្ចឹងវាសក់បាន2ដងណាវាសក់បាន2ដងហើយអញ្ចឹងការអភិវឌ្ឍរបស់សត្វកដោបគឺវា4ថ្ងៃសក់ម្ដងហើយវាសក់6ដងចាប់ផ្ដើមដល់ស្លាប់ហើយបានប្រហែលជា3ថ្ងៃវាចាប់ផ្ដើមចាប់គូហ្នឹងណាវាចាប់ផ្ដើមចាប់គូចន្លោះពី3ថ្ងៃទៅ5ថ្ងៃអាហ្នឹងវាចាប់ផ្ដើមដាក់ពងហើយអញ្ចឹងពុកម៉ែបងប្អូនអាចដាក់ដីខ្សាច់ឲ្យវាពងបានហើយពេលដែលកូនកដោបយើងទូចពេលវាទៅញាស់គឺពុកម៉ែបងប្អូនព្យាយាមរកស្មៅដែលខ្ចីហើយបើស្លឹកចេកវិញគឺយកអាធាងណាដែលរៀងសខ្ចីគឺដើម្បីគេយើងឲ្យវាចេះស៊ីចំណីហ្នឹងឲ្យវាចេះស៊ីព្រោះវាទៅកើតមកបានមួយថ្ងៃពីរវាអត់ទាន់ចេះស៊ីចំណីទេអញ្ចឹងយើងព្យាយាមយកឆ្មៅដែលខ្ចីហើយស្លឹកចេកជាពិសេសស្លឹកចេកជាចំណីល្អសម្រាប់កូនកដោបពេលវានៅទូចហ្នឹងណាតើវាបាន2 3ថ្ងៃហើយគឺវាចេះស៊ីវាចាប់ដើមស៊ីពុកម៉ែបងប្អូនអាចដាក់ជាស្លឹកចេកចាស់ក៏បានស្មៅតាមដែលបងប្អូនអាចរកបានហ្នឹងណាហើយដូចមានបងប្អូនខ្លះក៏គាត់សួរមកខ្ញុំថាលើគេនិយាយថាកដោបគឺគេចាប់ពេលដែលរែងពងគឺតែមួយវគ្គគេចាប់ដើមលក់ហើយបើទុកដល់2វគ្គធ្វើឲ្យកដោបខ្សោយហ្នឹងណាអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ឲ្យអស់ចម្ងល់ចុះគឺកដោបវាពងពេលដែលវាចាប់ផ្ដើមពងទម្លាក់ពងគឺវាចាប់ផ្ដើមមានពងតាំងពីវាចាប់គូពងហើយរហូតដល់ថ្ងៃវាស្លាប់គឺក៏វានៅមានពងដែរប៉ុន្តែគឺវាស៊ីចំណីអត់កើតទុនដៃទុនជើងវានឹងងាប់គឺសត្វកដោបនេះឲ្យតែវាចាប់ផ្ដើមទម្លាក់ពងគឺវាទម្លាក់រហូតអញ្ចឹងបានខ្ញុំប្រាប់ពុកម៉ែបងប្អូនខ្លះក៏គាត់អត់ដឹងអ្នកខ្លះតាមតែគេនិយាយប្រាប់អញ្ចឹងបានថាគ្រប់មុខរបរអ្វីក៏ដោយគឺយើងត្រូវមានចំណេះមានជំនាញពិតប្រាកដយើងត្រូវទៅតាមដានសិក្សាខ្លួនឯងយើងហ្នឹងណាហើយដូចពុកម៉ែបងប្អូនខ្លះក៏គាត់ដឹងអញ្ចឹងសត្វកដោបគឺយើងយកពង2ដងវាល្អថងថាម៉េចល្អថងថាពេលបាន2វគ្គយកពងបាន2វគ្គគឺឈ្មួញកដាលគាត់ចូលចិត្តទិញហ្នឹងណាគឺកដោបពេលដែលបានវាព្រៃពងបាន2វគ្គហើយគឺសត្វកដោបហ្នឹងវាចាស់ល្មមគឺបំពងទៅឈ្ងុយឆ្ងាញ់ហ្នឹងហើយបើយើងឡើង3វគ្គ4វគ្គដោយថាឈ្មួញកដាលទៀតគាត់ចាប់ទិញហើយគាត់បកកបានជា2 3ថ្ងៃទៀតពេលដែលបំពងទៅធ្វើឲ្យអាឡែងក្នុងសាច់របស់វាហ្នឹងវារៀងដូចជាល្មួតវាអត់សូវស្រួយហ្នឹងណាដោយសារតែពងវាហ្នឹងផ្លាសេយូរពេកអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ចម្ងល់ចោះគឺសត្វកដោបពងវគ្គទី2គឺល្អបំផុតតាំងអ្នកចិញ្ចឹមតាំងឈ្មួញកដាលគាត់ទិញយកទៅលក់បន្តហ្នឹងណាអញ្ចឹងថ្ងៃនេះគឺខ្ញុំចង់ប្រាប់តែប៉ុណ្្នឹងទេកុំឲ្យពុកម៉ែបងប្អូនខ្លះមួយចំនួនគាត់ឆ្ងល់អ្នកខ្លះទៅទៀតក៏គាត់អត់ដឹងអញ្ចឹងយើងធ្វើអ្វីមួយគឺយើងត្រូវតែសិក្សាវាផងពិភាក្សាជាមួយនឹងអ្នកដែលមានចំណេះជំនាញពិតប្រាកដអញ្ចឹងពុកម៉ែបងប្អូនទៅការចិញ្ចឹមរបស់យើងវាអត់មានបរាជ័យកុំតែលឺទៅតាមតែគេថាអ្នកកដោបនេះជួបអាជីពទៅធ្វើអាជីពគឺយើងស្ដាប់ចោះប៉ុន្តែយើងត្រូវសិក្សាខ្លួនឯងយើងផងដែរពេលដូចនេះខ្ញុំចាំតាំងពីចាប់ដើមចាំមកវាជិត1ឆ្នាំlâuហើយបើខ្ញុំយកពងព្រោះពេលដែលខ្ញុំលក់ពងដាច់ខ្ញុំមិនដែលចាប់មេទេខ្ញុំទុកឲ្យវាងាប់តាមដំណើរលុះតាតែតម្រូវពងមកត្រង់ហ្នឹងខ្ញុំអាចថាយកត្រឹមប៉ុន្មានអាហ្នឹងបានខ្ញុំចាប់ដើមយកសាច់វាហើយការខ្ញុំនេះគឺខ្ញុំអ្នកលក់កដោបបំពងផ្ទាល់អញ្ចឹងខ្ញុំដឹងថាអាយុវាពេលណាគឺបំពងទៅឆ្ងាញ់គឺពេលដែលវាយើងយកពងពីសាអាហ្នឹងហើយគឺកដោបវាពេញឆ្ងាញ់ហើយបើពុកម៉ែបងប្អូនខ្លះអត់ដឹងយើងត្រឹមតែ1វគ្គគឺសាច់កដោបហ្នឹងក៏វាអត់ទាន់និយាយថាសាច់វាអត់ទាន់ចាស់ក៏អត់សូវឆ្ងាញ់ដែរហ្នឹងណាពុកម៉ែបងប្អូនអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀតហ្នឹងណាឲ្យតែពុកម៉ែបងប្អូនមានចម្ងល់គឺខ្ញុំនឹងដោះស្រាយចម្ងល់ឲ្យតែតាក់ទងនឹងការចិញ្ចឹមកណ្ដូបអញ្ចឹងអរគុណច្រើនពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតហ្នឹងណា